ផ្ដើមសាច់រឿងបង្ហាញវងក្អែកទុំលើដំបងសំឡេងស្រាលរបស់វាធ្វើឲ្យលោកមេបកភ្ញាក់ឡើងនិងរអ៊ូថាក្អែកនេះស្រែកទាំងព្រឹកតែម្ដងគាត់បើកទ្វារចេញមកក្រៅធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់សួរថាតើអ្នកក្រោកហើយមែនទេមេបកសួរថាតើអ្នកនៅធ្វើអ្វីទាំងព្រឹកព្រលឹមបែបនេះព្រឹទ្ធាចារ្យម្នាក់នោះតបវិញថាថ្ងៃនេះខ្ញុំគេងមកលក់សោះដូច្នេះហើយបានជាមកសម្អាតផ្ទះឲ្យអ្នកនៅពេលដែលគាត់កំពុងបោសសម្អាតស្លឹកឈើគាត់បានក៏លេចទៅមើលលោកមេបកនិងនិយាយថាអ្នកហាក់ដូចជាមានអារម្មណ៍មិនស្រួលបន្តិចមេបកតបទៅវិញទាំងអង្អែលពុកចង្ការថាអ្នកដូចជាភ្លេចហៅខ្ញុំថាមេបកហើយមែនទេវាហាក់ដូចជានៅពេលដែលអ្នកកាន់តែចាស់ទៅអាកប្បកិរិយារបស់អ្នកកាន់តែទន់ជីនិយាយមិនទាន់ចប់ផងស្រាប់តែមានសម្លេងអ្នកណាម្នាក់ហើយលោកមេបកព្រឹទ្ធាចារ្យម្នាក់ទៀតបានរត់មកទាំងកាន់សបុតក្នុងដៃលោកមេបកមានសបុតគាត់បន្តស្រែកថាពួកក្មេងៗបានឡើងមកលើភ្នំហើយឥឡូវនេះធ្វើឲ្យពួកគេទាំងពីរស្រឡាំងកាំងភ្លាមៗព្រោះគេប្រញាប់រត់ចេញទៅក្រៅសម្លឹងមើលទៅខ្លោងទ្វារបកព្រឹទ្ធាចារ្យម្នាក់និយាយថាពួកគេកំពុងមកវិញហើយពួកគេប្រកាសជាបានរងទុក្ខច្រើនហើយគាត់បន្តថាជាការពិតណាស់ដោយពិចារណាថាខេត្តជួនណានៅឯណាពួកគេប្រកាសជាបានតស៊ូយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរទៅកាន់កន្លែងដ៏ថ្ងៃបែបនេះហើយនៅកណ្ដាលរឿងនេះពួកចៅដ៏ក្លាហានទាំងនោះថែមទាំងអាចបង្កើតសម្ព័ន្ធភាពជាមួយត្រកូលខាងនៅស៊ីឈួនបានថែមទៀតផងវាជារឿងមួយដែលយើងគួរតែធ្វើវាដោយខ្លួនឯងខ្ញុំមានអារម្មណ៍ថាមានកំហុសនិងអាណិតដែលខ្ញុំត្រូវប្រគល់ភារកិច្ចទាំងនោះឲ្យទៅពួកហើយយ៉ាងណាក៏ដោយជាមួយនឹងដឹកពីរបស់គេនោះពួកគេបានធានាយើងវិញថានៅទីបំផុតពួកគេក៏ទទួលបានជោគជ័យយ៉ាងអស្ចារ្យខ្ញុំមិនអាចជួយអ្វីបានក្រៅពីមានមោទនភាពទេខ្ញុំពិតជាមានមោទនភាពណាស់ប្រសិនបើខ្ញុំបានប្រុសបុព្វបុរសទាំងនោះតើខ្ញុំនឹងមានអ្វីមួយដែលត្រូវនិយាយទោះបីជាខ្ញុំមិនអាចដឹកនាំនៃកាយភ្នំហូសានឲ្យទៅរកភាពអស្ចារ្យក៏ដោយក៏ខ្ញុំបានរកឃើញក្មេងៗដែលនឹងធ្វើដូច្នេះហើយព្រឹទ្ធាចារ្យម្នាក់បានលើកដៃចង្អុលស្រែកប្រាប់ទៅលោកមេបកពួកក្មេងៗកំពុងត្រឡប់មកវិញហើយនៅទីនោះដែលចាប់ផ្ដើមហុយនៅមុខខ្លោងទ្វារបាក់ពួកគេទាំង5នាក់បានរត់សម្ដៅមកយ៉ាងលឿនជាមួយនឹងទឹកមុខគួរឲ្យខ្លាចជាពិសេសឆុងមយងពួកព្រឹទ្ធាចារ្យទាំង3បានត្រឹមតែបើកភ្នែកសម្លឹងមើលទាំងចំហមាត់ព្រឹទ្ធាចារ្យបានចង្អុលដៃទៅកាន់ពួកឆុងមយងដែលកំពុងរត់កាត់ពួកទម្លុះខ្លោងទ្វារបាក់លោកមេបានត្រឹមតែស្រែកពីក្រោយថាហេតុអ្វីបានជាពួកគេកំលេចខ្លោងទ្វារបែបនេះពួកទូគេបានរត់ទៅតាមកន្លែងរៀងខ្លួនឆុងមយងចង់ទៅសារឱសថអាយុអ៊ីស៊ូទាំងងូតទឹកងាកមកខាងក្រោយបែកឈុនស្រែកហៅលោកមេបាក់ទាំងសម្លេងខ្សោយៗនិងលើកដៃគោរពរត់និយាយថាស្មៅអធិរាជដែលជាគ្រឿងផ្សំគ្រាប់ថ្នាំធម្មពលដើមយើងយកវាមកហើយរួចក៏ដួលសន្លប់ទៅពួកព្រឹទ្ធាចារ្យបិទច្រមុះព្រោះតែក្លិនស្អុយរួចចេញបញ្ជាថាសម្រាប់ពេលនេះពួកគេគួរតែទៅងូតទឹកខ្ញុំញ៉ាំអាហារសិនទៅកាត់បកសាលហិរញ្ញវត្ថុវិញសម្លេងស្រែកមកក្រៅថាឯកំពុងនិយាយពីរឿងអីយើងត្រូវសាងសង់សមាគមពាណិជ្ជករនៅស៊ីឈួនស្អីគេដោយដែលធ្វើដោយត្រកូលថានៅស៊ីយួនកំពុងបញ្ជូនមើលទីនេះប៉ុន្មានដើមតែយើងត្រូវមានឃ្លាំងសម្រាប់ស្តុកវាទៅហើយចុះអង្គសម្រាប់យូណានវិញតើនៅណាជាអ្នកចាត់ចែងរឿងនេះហើយយើងមានទុនបង្វិលប្រមាណនៅពេលនេះចុះកម្លាំងមនុស្សវិញសិស្សម្នាក់បានស្រែកទៅប្រាប់ប្រតិយាថាយើងសូម្បីតែបញ្ជូនមនុស្សទៅស៊ើបអង្កេតក៏មិនគ្រប់គ្រាន់ផងតើយើងពិតជាត្រូវចាត់ចែងរឿងទាំងអស់នេះដោយខ្លួនឯងមែនទេចុះមនុស្សនៅសាលឱសថវិញព្រឹទ្ធាចារ្យបិទសៀវភៅយ៉ាងខ្លាំងហើយស្រែកថាឲ្យជាប់រអ៊ូទៅផ្សារឱសថនៅពេលនេះមានស្ថានភាពអាក្រក់ជាងយើងទៅទៀតកាត់បាក់សាលឱសថវិញគ្រឿងផ្សំសម្រាប់ថ្នាំគ្រាប់ធម្មពលដើមទេថ្នាំគ្រាប់ផ្កាថ្លាន់ត្រូវបានប្រមូលរួចរាល់ហើយចែកវាបានត្រឹមត្រូវបំផុតកុំឲ្យខុសសូម្បីតែមួយគ្រាប់ហើយកុំឲ្យវាដាច់បង់គុណភាពរបស់វាឲ្យសោះយិនស៊ិនស្វែងរកប្រមូលនោះ 1.3125 គីឡូក្រាមបន្ទាប់ពីកាត់រួចគេក៏យកថ្នាំទៅឲ្យសិស្សច្បងម្នាក់ទៀតដាក់ថ្លឹងបន្ទាប់ពីផ្ទៀងផ្ទាត់រួចឃើញថាខុសតែបន្តិចគេក៏បានស្រែកដាក់សិស្សប្អូនថាខ្ញុំប្រាប់ឲ្យកាត់ 1.3125 គីឡូក្រាមហេតុអីបានជាឯងឲ្យមក 1.35 ភ្នែកឯងទៅគ្រាន់តែសម្រាប់ល្អទេឬគាត់បន្តថាហើយដឹងទេថាការងារនេះមានសារៈសំខាន់ប៉ុណ្ណាប្រសិនបើគ្រាប់ថ្នាំដើមខ្ញុំមានន័យថាគ្រាប់ឆ្នាំផ្កាថ្លាន់ខូចខាតដោយសារតែឯងនៅទទួលខុសត្រូវឯងដឹងទេថាសាលឱសថរបស់យើងត្រូវបានគេរំពឹងទុកខ្ពស់ប៉ុណ្ណានោះគឺជាជញ្ជឿរបស់ខ្ញុំវាពិតជា 1.3125 គីឡូក្រាមពិតមែនសិស្សច្បងនោះនៅតែស្រែកទាំងកំហឹងថាហើយហ៊ានដោះសារផងភ្លាមទៅស្រាប់តែមាននៅម្នាក់មកពិនិត្យជញ្ជីងហើយនិយាយថាមើលទៅជញ្ជីងទាំងអស់ចាស់អស់ហើយនឹងមិនស៊ីគ្នាទេគាត់បន្តថាការត្រូវសំណាមនៅក្នុងសាលឱសថនោះយូរពេកបានធ្វើឲ្យដងជញ្ជីងកៅនិងខ្សែចងរលុងអស់ដុំទម្ងន់ក៏មានច្រេះហើយក៏របកហាងសូហឺបន្តថាសមាមាត្រគឺជារឿងសំខាន់បំផុតហើយប្រសិនបើវាមានកំហុសដោយសារតែជញ្ជីងមានគំនូសខុសគ្នាសមាមាត្រនឹងប្រែប្រួលខ្ញុំគិតថាយើងគួរតែប្រើជញ្ជីងតែមួយឬបដូរវាទាំងអស់តែត្រូវគេប្រកែកវិញថាប្រើជញ្ជីងតែមួយវានឹងចំណាយពេលច្រើនទៅហួរយើងភ្លាមឲ្យទិញជញ្ជីងថ្មីមកលុយនឹងចេញដោយសារហិរញ្ញវត្ថុសើម្នាក់តបទាំងញើសចូលក្បាលថ្ងៃអញ្ចឹងខ្ញុំនឹងទៅយកជញ្ជីងមួយមានន័យថាម៉េចមួយនឹងបដូរវាទាំងអស់បដូរគ្រប់ជញ្ជីងទាំងអស់គាត់បន្តថាប៉ុន្តែត្រូវប្រកាសថាទិញតែជញ្ជើញណាដែលច្បាស់លាស់ជាងគេឬក៏អត់ងាកទៅក្រោយហើយស្រែកថាស្ដាប់អ្នកទាំងអស់គ្នាវាសនារបស់ភ្នំហួរគឺអាស្រ័យលើរឿងនេះហើយប្រសិនបើអ្នកណាម្នាក់មានការធ្វើប្រហែសសូម្បីតែបន្តិចខ្ញុំនឹងបោះពួកគេចូលទៅក្នុងរោងភ្នំផ្កាថ្លាន់ហើយឲ្យពួកគេបែរមុខទៅរកជញ្ជាំងតាំងសមាធិរយៈពេល3ឆ្នាំយល់ទេគាត់ក្តាប់គម្ពីរយ៉ាងតឹងនិងគិតក្នុងចិត្តថាជាមួយនឹងការត្រឡប់មកវិញរបស់ក្មេងៗការផលិតគ្រាប់ថ្នាំធម្មពលដើមក៏បានចាប់ផ្ដើមជាស្ថាពរការបរាជ័យគឺដាច់ខាតមិនអាចទទួលយកបានឡើងប៉ុន្តែដំណើរការផលិតគឺមិនសូវពិបាកប៉ុន្មានទេគ្រូចម្រាញ់ឲ្យសុទ្ធបានបញ្យល់យ៉ាងលម្អិតហើយដោយសារវាមិនត្រូវការវិធីសាស្ត្រលាយថ្នាំពិសេសអ្វីនោះទេយើងគ្រាន់តែថ្លឹងបរិមាណនិងសមាមាត្រឲ្យបានត្រឹមត្រូវហើយធ្វើតាមការណែនាំប៉ុណ្ណោះបញ្ហាគឺភ្លាមនោះលោកមេបកបណ្ដាចូលមកយើងសួរថាមានអ្នកណានៅខាងក្នុងទេសិស្សច្បងនោះបានគិតបន្តថាបញ្ហានោះគឺសម្ពាធរួចលោកមេបកយកដៃអង្អែលពុកមាត់រួចនិយាយថាគ្រប់គ្នាប្រកាសជាកំពុងរវល់ហើយតើខ្ញុំមកចំពេលមិនល្អមែនទេលោកមេបកបន្តថាប៉ុន្តែតើវាមិនមានទូលីច្រើនទេឬនៅលើកម្រាស់ឥតនេះខ្ញុំគ្រាន់តែបារម្ភថាកែឬព្រៀបក៏គាត់អាចចូលទៅក្នុងពេលកំពុងតែថ្នាំគ្រាប់
គាត់បន្តថាហើយបើបើកបង្អួចធំៗបែបនេះសត្វល្អិតអាចនឹងធ្លាក់ចូលដោយសាររឿងហ្នឹងសិស្សច្បងម្នាក់នោះបានត្រឹមតែបិទភ្នែកនិងគិតថានេះជាលើកទី6ហើយសម្រាប់ថ្ងៃនេះគាត់មកផ្ដល់ការលើកទឹកចិត្តប៉ុន្តែបែរជាមកក្រអូទាំទៅវិញដូច្នេះហើយយើងត្រូវឈប់ធ្វើការដើម្បីរៀបចំសម្អាតរួចចាប់ផ្ដើមធ្វើការវិញទើបតែនឹងត្រូវរៀបចំទៀតប៉ុន្តែគាត់ឆ្លើយទៅកាន់មេប៉ាក់វិញដោយសុខភាពថាលោកមេប៉ាក់ខ្ញុំនឹងចាត់ចែងវាឲ្យល្អលោកមេប៉ាក់តបទៅវិញថាមិនមែនថាខ្ញុំចង់បំពេញអំណាចរបស់អ្នកទេខ្ញុំគ្រាន់តែជាមនុស្សចាស់ម្នាក់ដែលមានការព្រួយបារម្ភច្រើនតើអ្នកយល់ពីខ្ញុំទេជាមួយនឹងមុខមាត់ដែលពោពេញទៅដោយការបន្ទុកចិត្តគាត់លើកមើលជាង10ដងក្នុងមួយថ្ងៃតើមានអ្នកណាដែលមិនឈួតនោះសេះធ្វើបានលួចគិតក្នុងចិត្តថាខ្ញុំសុខចិត្តឲ្យគាត់ជេរឬវាវិញល្អជាងតើអ្នកគិតថាត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ថ្នាំដើមខ្ញុំមានន័យថាថ្នាំគ្រាប់ការថ្លាន់10ថ្ងៃមេប៉ាក់ស្រែកទៅវិញថាហេតុអីយូរម្ល៉េះសិស្សច្បងគាត់ពន្យល់ថាមេប៉ាក់ថ្នាំគ្រាប់ទឹកប្រភេទច្រើនត្រូវការពេល49ថ្ងៃដើម្បីសម្រិតសម្រាំងនិងបន្តដោយ49ថ្ងៃទៀតដើម្បីសម្ងួតនិងរក្សាទុកតាមស្តង់ដារជាសំណាងល្អថ្នាំគ្រាប់ការថ្លាន់គឺងាយស្រួលផលិតបន្តិចដូច្នេះវាចំណាយពេលតិចទៀតគាត់បន្តថាដំណើរការផលិតថ្នាំគ្រាប់ទឹកតម្រូវឲ្យមានអ្នកជំនាញសិល្បៈថាមពលខាងក្នុងដូច្នេះនៅពេលនោះលោកនឹងត្រូវត្រួតពិនិត្យវាដោយផ្ទាល់ដូច្នេះសម្រាប់ពេលនេះសូមអញ្ជើញចេញទៅសិនទៅលោកមេប៉ាក់តបវិញទាំងអៀនថាខ្ញុំគ្រាន់តែចង់ដឹងថាតើមានអ្វីដែលខ្ញុំអាចជួយបានដែរទេគាត់លើកដៃលាឲ្យបន្តថាបន្តការខិតខំប្រឹងប្រែងទៀតទៅអ្នកទាំងអស់គ្នាសិស្សច្បងគាត់គិតក្នុងចិត្តថាគាត់ហាក់ដូចជាមានការរំពឹងទុកខ្ពស់ណាស់ពិតមែនហើយគាត់ប្រកាសជាអញ្ចឹងដោយពិចារណាអំពីការងារដ៏សំខាន់នេះប៉ុន្តែការយល់គឺជារឿងមួយហើយការលូកដៃរំខានគឺជារឿងមួយទៀតនៅក្នុងការសម្រេចបាននូវស្នាដៃដ៏អស្ចារ្យមិនគួរមានអ្វីព្រួយបារម្ភឡើយសូម្បីតែរឿងបន្តិចបន្តួចក៏ដោយគាត់និយាយថាពួកសិស្សប្អូននឹងប្រាប់ឲ្យពួកគេផ្ដោតអារម្មណ៍ការងារនេះដាច់ខាតមិនត្រូវបរាជ័យឡើយនេះគឺជារឿងដែលយើងត្រូវតែជោគជ័យដើម្បីអនាគតរបស់ភ្នំហួរសាកគិតទៅមើលអាមសៀកំហូចឆុងមយងលោកបានទៅរហូតដល់យូណានដើម្បីយកគ្រឿងផ្សំសម្រាប់គ្រប់ឆ្នាំនេះប្រសិនបើយើងបរាជ័យគេនឹងត្រូវទៅទីនោះម្ដងទៀតតើឯងគិតថាឆុងមយងដែលយើងស្គាល់នឹងប្រានទទួលយកដោយស្ងៀមស្ងាត់ទេតើឯងដឹងទេថាការផ្ដាច់មុខលើតែយូណាជារឿងធំប៉ុណ្ណាដល់ថ្នាក់យើងត្រូវសាងសង់សមាគមពាណិជ្ជករនៅស៊ីឈួនទៀតផងព្រឹទ្ធាចារ្យនៅសាលហិរញ្ញវត្ថុបន្តថាមិនត្រឹមតែប៉ុណ្្នឹងទេដោយដែលធ្វើដោយត្រកូលខាងនៅស៊ីឈួនក៏កំពុងបញ្ជូនមកទីនេះដែរឯងជឿទេថាគេអាចសម្រេចរឿងទាំងអស់នេះនៅក្នុងការធ្វើដំណើរត្រឹមតែមួយខែពិតជាក្មេងល្អមែនខ្ញុំចិត្តតែបារម្ភថាតើមានអ្វីផ្សេងទៀតដែលខ្ញុំអាចធ្វើសម្រាប់គេបានទេគាត់បានងាកទៅលោកមេប៉ាក់រួចនិយាយថាហេតុអ្វីបានជាលោកដើរទៅមករំខានអារម្មណ៍លែដោយកូនឆ្កែដែលចង់ទៅបន្ទប់ទឹកអញ្ចឹងលោកប៉ាក់គិតក្នុងចិត្តថាតើខ្ញុំគួរតែបន្តទៀតទៅគេច្បាស់ជាធុញទ្រាន់មិនខានមែនទេតើពួកគេបានលាងដៃមុននឹងធ្វើការទេតើចិញ្ចើថ្មីនេះនឹងច្បាស់លាស់ទេឧបករណ៍ត្រូវតែស្អាតមែនទេឬមិនសូវមើលទៅដូចជារាស្ត្របន្តិចប្រហែលជាខ្ញុំគួរតែបាត់បង្អួចឲ្យពួកគេវិញបើសិនអត់ចូលទៅក្នុងថ្នាំគ្រាប់ភ្លាមនោះមានសិស្សម្នាក់នៅពីចម្ងាយនិយាយថាប្រធាចារ្យខ្ញុំបានយកពេលមកហើយមាននរណាម្នាក់សួរថាវាជាអ្វីតែត្រូវម្នាក់ទៀតឆ្លើយថាមើលមិនដឹងទេឬមន់យិនសិននិងអន្ទង់ឆុងមយងជាទីស្រឡាញ់របស់យើងប្រកាសជាហត់នឿយណាស់បន្ទាប់ពីធ្វើដំណើរដល់យូណានដូច្នេះយ៉ាងហោចណាស់ខ្ញុំគួរបញ្ចុកសំនៀកកំហុងដល់គេខ្លះតែលោកមេប៉ាក់ថាខ្ញុំសូម្បីតែចៅខ្លួនឯងក៏ខ្ញុំមិនធ្វើបែបនេះផងតែត្រូវប្រធាចារ្យថាវិញថាម៉េចក៏ឯងហ៊ានប្រៀបធៀបចាយរបស់ឯងទៅនឹងឆុងមយងជាទីស្រឡាញ់របស់យើងម្យ៉ាងទៀតអន្ទង់មិនដាក់ចូលក្នុងស៊ុបនាគកំហុងទេចុះហេតុអីបានជាគេហៅវាថាស៊ុបនាគកំហុងតើវាមិនមែនធ្វើឡើងដោយសារការស្ងោរវត្ថុដែលស្រដៀងទៅនឹងនាគនិងហុងទេឬលោកមេប៉ាក់នៅតែបន្តគិតថានៅនាគនោះគឺភ្លាមនោះមានបរិសម្នាក់បានស្រែកលោកមេប៉ាក់ការថ្លឹងគ្រឿងផ្សំសម្រាប់ថ្នាំដើមខ្ញុំមានន័យថាថ្នាំគ្រាប់ការថ្លាន់ត្រូវបានបញ្ចប់ហើយឥឡូវនេះវាពិតជាដល់ពេលដែលលោកត្រូវជួយពួកយើងហើយ